តោះឥឡូវមកដល់កន្លែងនេះមួយទៀតដែលគេលេងល្បែងប្រជាប្រិយខ្មែរយើងដែលគេហៅថា3ដក1នៅសល់2គឺនៅសល់មួយគូចឹងចុះចឹងទស្សនាជាមួយខ្ញុំអស់គ្នាអូខេគាត់ដេញហើយទៅមុខទៅក្រោយនោះល្បែងនេះគឺនៅពេលដែលគាត់ចូលខាងមុខគឺអ្នកខាងក្រោយគាត់ឲ្យរត់ចេញបើរត់មិនទាន់គេចាប់បានហើយដេញគេម្ដងនៅខាងក្រោយចាប់បានហើយចឹងចាប់បានដេញគេម្ដងនេះគេហៅថាល្បែង3ដក1នៅសល់2អ្នកណាចូលនឹងក្នុងអស់ចេញចូលនោះ3ឲ្យទៅលើស3គឺត្រូវទៅចេញខាងនោះចេញទៅ3ដក1ឲ្យតែខាងមុខ3ខាងក្រោយត្រូវតែចេញមួយបានចាប់បានមួយអ្នកផ្សេងចូលខាងនេះចាប់បានគេចាប់បានហើយគេរកផ្លូវចូលអ្នកខាងក្រោយចេញនេះបាយនេះគាត់ជាសុបាយមែនទេអូចាប់បានបាត់ដេញមកវិញអូហើយតែរត់មិនទាន់គេចាប់ហើយអីយ៉ាជាប់បាត់ហើយនេះគឺហៅថា3ដក1គឺសល់2អូខាងនេះដេញវិញហ្នឹង3ដក1សល់2ហ្នឹងឲ្យតែហ្នឹងហើយមួយចូលខាងមុខខាងក្រោយត្រូវតែចេញបាទហ្នឹងហើយបាទ2ដល់ពេលគេរត់មកចូលខាងមុខខាងក្រោយនេះចេញបាទរត់និយាយចាំដេញតគ្នាសុបាយណាហើយតែរត់ប៉ះគ្នាចឹងហើយបាយចូលបាន2នាក់ចូលលើ2នាក់ចូលអត់ថាអីទេឲ្យតែរត់កើតចូលបានចូលមិនកើតអត់មានតើតែមាន2នាក់បានចូលកើតបាទនេះ2ដូចគេអញ្ចឹងដល់ពេលគេអ្នកមកឆោមុខអ្នកក្រោយរត់បានលើហើយអីចាស់ចូលហើយដេញបន្តអ្នកក្រោយដេញបានដេញមកវិញអ្នកក្រោយនេះចេញទៅមុខវិញចូលមុខគេដេញអីដេញអ្នកក្រោយប្រប៉ះអ្នកមុខសុបាយមែនតើហើយបងប្អូនអើយទនេថ្ងៃស្អែកថ្ងៃអាទិត្យមកលេងមុខពាំងទាំងអស់គ្នាណាបងប្អូនសុបាយមែនតើមុនចូលឆ្នាំត្រៀមដល់ថ្ងៃចូលឆ្នាំយើងទៅលេងនៅស្រុកតែមុនចូលឆ្នាំយើងមកលេងនៅមុខព្រះបរមរាជវាំងទាំងអស់គ្នាបងប្អូនសុបាយមែនតើ